តែសារតែសម្ដីរបស់គាត់នឹងគឺប្រដៅពេកដល់ថ្នាក់តែជីនណាបីសាយក៏បានអញ្ជើញគាត់នឹងមកឈ្នះក្នុងកម្មវិធីការដែរយើងមិនសិនជាបងដែលចង់ដឹងរឿងនេះកាន់ច្បាស់កុំភ្លេចមើលវីដេអូនេះឲ្យដល់ចប់រឿងនេះគឺបានកើតឡើងតាំងពីឆ្នាំ1997មកម្លេះទៅលើអ៊ំស្រីម្នាក់ដែលគាត់មានឈ្មោះថា Nora ផ្លេចប្រាប់នឹងឯប្រទេសគូវេតអ៊ំស្រី Nora គឺគាត់ជាអ្នកចម្រៀងតាមកម្មវិធីការតាមវិធីផ្សេងៗអញ្ចឹងណាហើយគាត់មានក្រុមចម្រៀងខ្លួនឯងទៀតអ្នកនរគ្នាការចំនួននឹងដែរគ្រួសារអភិជនមួយនេះក៏ចង់បានគាត់នឹងទៅច្រៀងនៅក្នុងកម្មវិធីការកម្មវិធីអីផ្សេងៗដែរដោយសារតែគាត់នឹងល្បីខាងច្រៀងព្រោះសម្លេងរបស់គាត់នឹងគឺស្រួយទៅតន់អីអញ្ចឹងទៅអញ្ចឹងនៅថ្ងៃមួយហ្នឹងអ៊ំស្រី Nora គឺគាត់ទទួលបានទូរស័ព្ទមួយហើយមានប្រុសម្នាក់ហ្នឹងគឺគេបានខលសុំឲ្យ Nora ហ្នឹងច្រៀងនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍របស់កូនស្រីរបស់គាត់នឹងឯងហើយកម្មវិធីរបស់គាត់ហ្នឹងគឺ3អាទិត្យទៀតទេអញ្ចឹងហើយអ៊ំស្រី Nora ហ្នឹងគឺគាត់លឺអញ្ចឹងហើយគាត់ក៏បានទទួលហ្មងទៅដោយសារតែចំថ្ងៃហ្នឹងគឺគាត់ក៏ត្នេដែរអត់មានភ្ញៀវទេហើយណាមួយដោយសារតែខាងគេហ្នឹងក៏បានឲ្យប្រាក់កម្រៃរបស់គាត់ហ្នឹងក៏រៀងសមរម្យដែរមិនធំតែអញ្ចឹងណាខាងគេហ្នឹងក៏បានផ្ដល់ address ហ្នឹងទៅឲ្យ Nora ទៀតហើយទីតាំងដែលធ្វើប្រពៃពិធីហ្នឹងគឺឆ្ងាយពីទីក្រុងខ្លាំងមែនតើហើយត្រូវជិះកាត់ស្រែចម្ការអីទៀតហ្នឹង20គីឡូម៉ែត្រទៀតក៏ប៉ុន្តែពេលហ្នឹងដែរគឺ Nora គឺគាត់អត់ងឿឆ្ងល់អីទេដោយសារតែការចំនួនហ្នឹងផ្ទះអ្នកមានមួយចំនួនគឺគេនៅធ្វើនៅក្នុងផ្ទះគេនៅឡើយទេអត់ទាន់ធ្វើនៅក្នុងអូតែឬមួយក៏ជួរអគារអីទេប៉ុន្តែខាងម្ចាស់កម្មវិធីហ្នឹងក៏គេបាននិយាយដែរថាឲ្យ Nora ជាមួយនឹងក្រុមរបស់គាត់ហ្នឹងនៅឈប់នៅកន្លែងបឹងទឹកមួយហើយមានតកង់ឡានម្នាក់ហ្នឹងគឺគេបានជូនគាត់ហ្នឹងទៅដល់ផ្ទះហ្នឹងហើយឥឡូវ move ទៅដល់ថ្ងៃកម្មវិធី Nora ជាមួយនឹងក្រុមតន្ត្រីរបស់គាត់ហ្នឹងគឺបានជិះចតទៅកន្លែងបឹងទឹកហ្នឹងមែនអ្នកនរគ្នាមួយអ្នកចាំស្ដាប់រឿងសតុខក្រោយមកហ្នឹងក៏មានបរិសម្នាក់គឺគាត់បានជិះឡាន Mercedes ហ្នឹងបាននាំផ្លូវ Nora ជាមួយនឹងក្រុមតន្ត្រីរបស់គាត់ហ្នឹងទៅដល់ផ្ទះកម្មវិធីហ្នឹងមែនអ្នកនរគ្នាទៅដល់កន្លែងកម្មវិធីហ្នឹងគឺផ្ទះរបស់គាត់ហ្នឹងគឺស្អាតខ្លាំងមែនទែនបែបផ្ទះស្អាតធំហើយការ design ហ្នឹងគឺដូចប្រពៃណីគូវេតចឹងអ្នកនរគ្នាអញ្ចឹងហើយពេលដែល Nora ហ្នឹងគឺគាត់បានរៀបចំ set up កន្លែងគាត់ច្រៀងគាត់ check sound system អីហើយហ្នឹងគឺមានភ្ញៀវគឺមានអីហ្នឹងចូលមកបដាហើយក៏មិនដែរភ្ញៀវទាំងអស់ហ្នឹងគឺសិតតែដូចមនុស្សយើងធម្មតារបៀបថាឌុករៀងការស្ទីពាក់ដូចមនុស្សយើងធម្មតាឯងប៉ុន្តែប្រហែលជាខ្ទង់ម៉ោង10កន្លះយប់អីហ្នឹងណាNora គឺគាត់ចាប់ផ្ដើមបើកកម្មវិធីរបស់គាត់របៀបថាគាត់ចាប់ផ្ដើមច្រៀង welcome song របស់គាត់បែបប្រពៃណីគូវេតហ្នឹងណាពេលដែល Nora ចាប់ផ្ដើមច្រៀងហ្នឹងគឺភ្ញៀវមួយចំនួនហ្នឹងចាប់ផ្ដើមរាំហើយក៏ប៉ុន្តែសកម្មភាពភ្ញៀវរាំនៅក្នុងហ្នឹងគឺខុសប្លែកពីមនុស្សយើងហ្មងរបៀបថាអញញឹមខុសប្លែកបើកភ្លេចធំដៃជើងវែងអីចឹងឯងក្រុមចម្រៀងរបស់ Nora ពី3នាក់ឯងដែលគេបានណូតឃើញថាវារៀងចម្លែកមែនតែ Nora ហ្នឹងគឺបានប្រាប់ថាឲ្យធ្វើខ្លួនឲ្យធម្មតាទៅចឹងហើយកម្មវិធីហ្នឹងគឺមានអ្នករាំមានអ្នកអីធម្មតាទេក៏ប៉ុន្តែមានអារម្មណ៍ថាសកម្មភាពភ្ញៀវទាំងអស់ហ្នឹងគឺមិនមែនជាមនុស្សរហូតតតែមានភ្ញៀវស្រីម្នាក់ហ្នឹងគឺគាត់បានប្រគល់ប្រាក់ធីបលើដៃរបស់ Nora ផ្ទាល់ហ្នឹងទៅ Nora ហ្នឹងគឺចាប់អារម្មណ៍ថាដៃរបស់ម្នាក់ស្រីហ្នឹងគឺមានអារម្មណ៍ថារៀងក្តៅហើយធ្វើឲ្យ Nora ហ្នឹងគឺគាត់មានអារម្មណ៍ព្រឺសបអត់ស្រួលខ្លួនទេនិយាយចំទៅគឺមិនមែនដូចស្បែកមនុស្សទេអញ្ចឹងហើយ Nora ហ្នឹងគឺគាត់ចាប់ផ្ដើមដឹងថាក្នុងកម្មវិធីនេះគឺអត់ស្រួលទេក៏ប៉ុន្តែ Nora គឺគាត់នៅតែច្រៀងនៅតែបំពេញភារកិច្ចរបស់គាត់ហ្នឹងឲ្យចាប់ដើមចាប់ហើយនឹងឯងហើយក្រុមតន្ត្រីរបស់គាត់ហ្នឹងក៏ដឹងដែរក៏មានអារម្មណ៍អត់ស្រួលដែរថាក្នុងកម្មវិធីនេះគឺភ្ញៀវនៅក្នុងកម្មវិធីនេះគឺអត់ស្រួលទេគឺមិនមែនជាមនុស្សទេក៏ប៉ុន្តែ Nora គឺគាត់នៅតែប្រាប់ថាធ្វើខ្លួនឲ្យធម្មតាទៅអញ្ចឹងហើយ Nora ហើយជាមួយនឹងក្រុមតន្ត្រីរបស់គាត់ហ្នឹងគឺចាប់ផ្ដើមច្រៀងរហូតតែម្ដងអ្នកនរគ្នាអត់មានឈប់ទេណារហូតតតែម៉ោង3យប់ពន្លឺក៏ចាប់ផ្ដើមជះមកតិចម្ដងណាអ្នកនរគ្នាអញ្ចឹងហើយ Nora ហ្នឹងក៏ចាប់ផ្ដើមឃើញថាភ្ញៀវមួយចំនួនហ្នឹងគឺចាប់ផ្ដើមឃើញមុខចាប់ផ្ដើមថាប្រែមុខមករបៀបថាមិនមែនជាមុខមនុស្សយើងរបៀបថាខ្លះវិញក៏មកអាក្រក់ទៅខ្លះវិញក៏មានភ្នែក3ភ្នែក4ខ្លះវិញមកអាយ៉ាដល់ចង់តិចចឹងឯងអ្នកនរគ្នាហើយអ្វីដែល Nora គឺ note ហ្នឹងគឺភ្ញៀវដែលនៅក្នុងកម្មវិធីហ្នឹងគឺជើងរបស់ភ្ញៀវទាំងអស់ហ្នឹងគឺមិនមែនជាជើងមនុស្សទេអ្នកនរគ្នាខ្លះវិញក៏មានជើងប៉ប៉ែទៅខ្លះវិញក៏មានជើងសេះទៅអ្នកនរគ្នាណាហើយនេះគឺជារូបគំរូដែលភាគច្រើនគឺជីននៅប្រទេសអារ៉ាប់អីហ្នឹងគឺមានរូបរាងជាក់អ្នកនរគ្នា Nora ដល់ពេលឃើញអញ្ចឹងហើយគឺគាត់និយាយថាកម្មវិធីនេះគឺអត់ស្រួលទេមិនមែនជាកម្មវិធីរបស់មនុស្សយើងទេហើយ Nora ក៏បានប្រាប់ទៅដល់ក្រុមតន្ត្រីរបស់គាត់ហ្នឹងឲ្យរត់ចេញពីកម្មវិធីហ្នឹងទៅរត់ចេញពីកន្លែងហ្នឹងដោយបោះបង់ចោលនៅឧបករណ៍ឬមួយក៏អីវ៉ាន់អីនៅក្នុងហ្នឹងទាំងអស់តែម្ដងដោយបាត់ឡើងទៅដល់ទីក្រុងហើយអ្នកនរគ្នារហូតដល់តែថ្ងៃបន្ទាប់ហ្នឹងទៅ Nora គឺគាត់បាន report ទៅប្រាប់ប៉ូលីសអ្នកនរគ្នាណា Nora ហ្នឹងគឺគាត់ចាប់ផ្ដើមប្រាប់នៅអ្វីដែលគាត់បានកាត់ឡើងនៅកន្លែងហ្នឹងហើយមានរឿងអីកាត់ឡើងទៅលើគាត់ខ្លះអញ្ចឹងអ្នកនរគ្នាក៏ប៉ុន្តែប៉ូលីសហ្នឹងគាត់បាននិយាយចេះថាកន្លែងហ្នឹងគឺគេបានបោះបង់ចោលយូរឯតាផ្ទះហ្នឹងគឺមានគេបោះបង់ចោលយូរឯតាហើយ Nora ហ្នឹងក៏ខំប្រកែកទៀតថាអត់ទេគឺមានគេហ្នឹងឲ្យគាត់ហ្នឹងឈប់នៅកន្លែងទឹកបឹងហ្នឹងទៀតហើយមានគេមកយកគាត់អីទៀតប៉ុន្តែប៉ូលីសហ្នឹងក៏គាត់និយាយចេះថាអត់ទេកន្លែងហ្នឹងគឺគេបោះបង់ចោលយូរហើយដល់ចឹងហើយ Nora គឺគាត់រៀងភាំងខ្លាំងណាហេតុអីបានអញ្ចឹង Nora ហ្នឹងក៏ចាប់ផ្ដើមធ្វើការ research តាមកណ្ដាស់កាសែតផង
ដល់ពេលតែ Nora ធ្វើការ research ឲ្យទៅមែនកន្លែងហ្នឹងគឺបោះបង់ចោលហ្នឹងតាំងពីឆ្នាំ1987មកម្លេះអ្នកនរគ្នាហើយលេខទូរស័ព្ទអ្នកដែលតាក់ទងគាត់ហ្នឹងឲ្យទៅច្រៀងហ្នឹងក៏អត់ឃើញទេអ្នកនរគ្នាលេខទូរស័ព្ទហ្នឹងគឺ disconnect ចោលតែម្ដងហ្មងអ្នកនរគ្នាហើយសូម្បីតែ record នៃការផ្ញើលុយផ្ញើអីហ្នឹងក៏អត់មានដែរហើយតាំងពីពេលហ្នឹងមកគឺ Nora ហ្នឹងគឺគាត់បោះបង់ចោលនៃអាជីពហ្នឹងតែម្ដងតែគាត់ចូលនិវត្តន៍ដល់អាយុ35ឆ្នាំហើយគាត់ចង់ focus ទៅលើ family វិញអ្នកនរគ្នាណាអ្នកខ្លះវិញគេដឹងរឿងហ្នឹងគឺគេអត់បង្ខំគាត់ឲ្យគាត់ចូលក្នុងវិស័យចម្រៀងហ្នឹងទៀតទេរហូតតតែប្រហែលអាទិត្យក្រោយមកទើបមានសារព័ត៌មាននោះគឺបាននិយាយពីរឿងរបស់គាត់នឹងឯងដែលគាត់បានច្រៀងនៅក្នុងកម្មវិធីការរបស់ខ្មោចអីអញ្ចឹងណាតែអ្នកខ្លះវិញគឺគេអត់ជឿនៅលើរឿងហ្នឹងឯងគឺគេគិតថា Nora ហ្នឹងគឺគាត់ចង់បាន attention បន្ទាប់ពីគាត់ហ្នឹងចូលនិវត្តន៍ចុះអ្នកគ្នាគិតមិនដែរថារឿងហ្នឹងគឺជារឿងមែនតើឬមួយរឿងខ្លាំងខ្លាយ